ជំរាបសួរបងប្អូនទាំងអស់គ្នាព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះមានចំណងជើងថាយល់តូចកុំអាខំយល់ធំកុំអាស្រ័យក្នុងយុគសម័យដែលអ្វីក៏លឿនយើងតែងតែចង់ឃើញលទ្ធផលភ្លាមរហូតដល់ជារឿយយើងភ្លេចពិចារណាឲ្យបានហ្មត់ចត់ថែមទៀតផងបុព្វបុរសខ្មែរយើងបានទុកនៅដំបូន្មានដ៏មានតម្លៃមួយគឺយល់តូចកុំអាខំយល់ធំកុំអាស្រ័យដើម្បីឲ្យកាន់តែច្បាស់សូមក្រឡេកមើលរឿងព្រេងខ្មែរមួយក្នុងប្រជុំរឿងព្រេងខ្មែរភាគ1គឺរឿងខ្លានិងទន្សាយរឿងនោះបានដំណើរថាខ្លាមួយបានឃើញសម្បុកអមាធំក៏ជឿតាមសម្ដីបោកប្រាស់របស់ទន្សាយថាជានំបញ្ចុករបស់ព្រះឥន្ទដោយសារតែការស្មាននិងការយល់ឃើញត្រឹមតែមួយជ្រុងថាជារបស់ឆ្ងាញ់ខ្លាក៏ប្រញាប់លុកស៊ីទាំងបង្ខំជាចុងក្រោយក៏ត្រូវបានអមាទិចហាមុខហាមាត់សម្រាប់បងប្អូនទាំងអស់គ្នាវិញតើមានប៉ុន្មានដងនៅក្នុងជីវិតរបស់បងប្អូនប្រញាប់ជឿលើអ្វីដែលភ្នែកឃើញភ្លាមរហូតដល់ត្រូវជួបការខកចិត្តសាច់រឿងព្រេងថ្ងៃនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីព្រះបន្ទូលសុភាសិតចំពុក14ខ15ដែលបានចែងថាមនុស្សឆាប់ល្ងងគេជឿគ្រប់ពាក្យទាំងអស់តែមនុស្សមានគំនិតរីរែងមើលផ្លូវខ្លួនដោយប្រុងប្រយ័ត្នតើខគម្ពីរនេះចង់ប្រាប់អ្វីដល់យើងទាំងអស់គ្នាទី1មនុស្សឆាប់ល្ងងមិនមែនសំដៅលើអ្នកមិនរៀនសូត្រទេប៉ុន្តែសំដៅលើអ្នកដែលងាយជឿតាមអារម្មណ៍និងសម្ដីអួតអាងពីខាងក្រៅទី2មនុស្សមានគំនិតគឺជាអ្នកដែលចេះរិះរែងការរិះរែងគឺជាការផ្ទៀងផ្ទាត់ព័ត៌មាននិងការស្វែងរកការពិតមុននឹងបោះជំហានដូច្នេះហើយបំណងព្រះហឫទ័យរបស់ព្រះអង្គម្ចាស់គឺចង់ការពារយើងពីការដើរខុសទ្រង់មិនចង់ឲ្យកូនរបស់ទ្រង់រស់នៅក្នុងភាពងងឹតងងល់ឬត្រូវគេបោកប្រាស់ឡើយទ្រង់សពព្រះហឫទ័យឲ្យយើងប្រើប្រាស់ប្រាជ្ញាដែលទ្រង់ប្រទានឲ្យដើម្បីពិចារណាផ្លូវដើររបស់ខ្លួនឲ្យបានហ្មត់ចត់ជារឿយយើងដឹងថាអ្វីមួយល្អប៉ុន្តែបើវាខុសពេលវេលាវានឹងក្លាយជាគ្រោះថ្នាក់ព្រះគម្ពីរសុភាសិតចំពុក3ខ5ដល់6បានចែងថាចូលទីពឹងផ្អែកលើព្រះអង្គម្ចាស់ឲ្យអស់ពីចិត្តកុំផ្អែកលើយោបល់ខ្លួនឯងឡើយការរងចាំមិនមែនជាការខ្ជិលច្រអូសប៉ុន្តែវាគឺជាការរងចាំភ្លើងខៀវពីព្រះអង្គម្ចាស់ដើម្បីឲ្យជំហានរបស់យើងមានសុវត្ថិភាពតើអ្នកធ្លាប់ចំណាយពេលទូលសូមការណែនាំពីព្រះមុននឹងសម្រេចចិត្តរឿងសំខាន់ក្នុងជីវិតដែរទេមានយុវជនម្នាក់បានឃើញមិត្តភ័ក្តិរបស់ខ្លួនចំណាយលុយទៅលើការរកស៊ីអនឡាញឬគេហៅថាការជួញដូររូបិយប័ណ្ណ Digital Crypto នៅពេលគាត់ឃើញគេចំណាយគាត់ក៏ចាប់ផ្ដើមអានព័ត៌មានទាំងនោះបន្តិចបន្តួចហើយគិតថាខ្លួនឯងយល់ពីប្រព័ន្ធនោះច្បាស់ហើយដោយសារការរំភើបនិងការចង់បានលទ្ធផលភ្លាមគាត់ក៏ប្រញាប់យកលុយសន្សំទាំងអស់របស់គាត់យកទៅដាក់ទុនដោយបង្ខំដោយមិនបានគិតពិចារណាជាលទ្ធផលនៅពេលទីផ្សារប្រែប្រួលទើបគាត់ដឹងថាខ្លួនឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយយោងតាមទ្រឹស្ដីចិត្តវិទ្យា Dunning-Kruger Effect មនុស្សដែលទើបតែចេះដឹងរឿងអ្វីមួយបន្តិចបន្តួចតែងតែមានទំនុកចិត្តខ្ពស់ខុសពីការពិតនេះជាអន្ទាក់ដែលធ្វើឲ្យយុវជនជាច្រើនសម្រេចចិត្តខុសហើយការរស់នៅក្នុងព្រះអង្គម្ចាស់មិនមែនមានន័យថាជីវិតគ្មានការសម្រេចចិត្តនោះទេប៉ុន្តែវាគឺជាការសម្រេចចិត្តដែលមានព្រះជាម្ចាស់ជាទីប្រឹក្សាចូលរៀនសូត្រនិងសួរនាំអ្នកដឹកនាំដែលមានសេចក្តីជំនឿរឹងមាំចូលដាក់ខ្លួនឲ្យទាបហើយរងចាំសញ្ញាបញ្ជាក់ពីព្រះអង្គម្ចាស់សំណួរត្រូវរីពិចារណាតើថ្ងៃនេះអ្នកសុខចិត្តប្រគល់ប្លង់ជីវិតរបស់អ្នកឲ្យព្រះអង្គម្ចាស់ជួយពិនិត្យនិងសម្រេចចិត្តជំនួសអ្នកដែរឬទេសូមអរគុណសូមជម្រាបលា